បាទសួស្តីវិលមកជួបគ្នាសារជាថ្មីហើយថ្ងៃនេះកូនពៅបានជួបកង្កែបដែលគេល្បីណាហើយថ្ងៃនេះចំណោមគ្រួសាររបស់ខ្ញុំមកមើលផ្ការំទឹករំនៅសេះសមុទ្រសេះសមុទ្រខេត្តកំពតរបស់យើងបងប្អូនហើយថ្ងៃនេះពិតជាសំណាងមែនបានមកឃើញទឹករំផ្ការំណាទោះបីនៅចិត្តមែនប៉ុន្តែមិនដែលបានមកជួបផ្ទាល់ទេបងប្អូនពីព្រោះខ្ញុំចំពោះការបាញ់ទឹកផ្ការំទឹករំផ្ការំនេះក៏មានពេលវេលាមានម៉ោងអញ្ចឹងណាបើបងប្អូនចង់មកទស្សនាឃើញទេសភាពស្អាតដូចក្នុងវីដេអូរបស់ admin អញ្ចឹងណាឃើញស្អាតទេបងប្អូនពិតជាស្អាតមែនបាញ់ទឹកឆ្វាចលាយឡំជាមួយនឹងចង្វាក់ភ្លេងអញ្ចឹងណាហើយថ្ងៃនេះសំណាងមែនរាល់ដងមកលេងដែរប៉ុន្តែមិនដែលបានជួបទស្សនភាពស្អាតអញ្ចឹងបងប្អូននេះពិតជាស្អាតមែនបាញ់ទឹកនៅខេត្តកំពតយើងណានេះហើយមនុស្សក៏ច្រើនកុះកដែរអ្នកមកលេងឬក៏អ្នកមកទស្សនាអញ្ចឹងបងប្អូនពិតជាច្រើនមែនមិនដែលជួបទេសភាពស្អាតអញ្ចឹងណាហើយថ្ងៃនេះសំណាងដោយសារចំថ្ងៃឈប់សម្រាកអញ្ចឹងទៅគឺបាញ់ជាក្នុងមួយសប្តាហ៍គឺបាញ់3ដងបងប្អូនហើយមានម៉ោងមានពេលអញ្ចឹងណាបាញ់ចាប់ពីម៉ោង5:45នាទីទៅមួយថ្ងៃបាញ់3ដងរៀងរាល់ថ្ងៃសុក្រសៅរ៍និងអាទិត្យបងប្អូនហើយថ្ងៃនេះមកជួបអញ្ចឹងហើយបាញ់រយៈពេលបាញ់ម្ដងជិតកន្លះម៉ោងដែរបងប្អូនហើយឈរមើលទេសភាពអញ្ចឹងឃើញបាញ់ទឹកអញ្ចឹងណាពិតជាស្អាតមែនទេសភាពបងប្អូននេះអេដមីនថតមើលឆ្វេងមើលស្ដាំឲ្យបងប្អូនឃើញទេសភាពដ៏ស្រស់ស្អាតអញ្ចឹងណាហើយថតចប់កង្កែបពាក់មួកគីង្គក់ពាក់អាវបងប្អូនជាស្រ័យថាលេងទេបងប្អូនជឿងតាមបទចង្វាក់ក្មេងៗកាលនៅរៀនអញ្ចឹងណាហើយកូនស្រីរបស់ខ្ញុំពិតជាសប្បាយរីករាយបានមកឃើញទស្សនភាពស្អាតយ៉ាងនេះទេសភាពខេត្តកំពតពិតជាស្រស់ស្អាតមែនបងប្អូនកន្លែងដើរលេងក៏ច្រើនដែរហើយនៅពេលយប់មាត់ព្រៃរបស់យើងហ្នឹងក៏មានមនុស្សមកលេងច្រើនមានភ្ញៀវទេសចរមកពីបណ្ដាខេត្តផ្សេងអញ្ចឹងណាបងប្អូនហើយមិនងាយបានមកជួបទេសភាពបាញ់ទឹកអញ្ចឹងទេមិនងាយជួបទេបងប្អូនហើយពិតជាស្រស់ស្អាតណាស់ហើយថ្ងៃនេះកូនពៅរបស់ខ្ញុំក៏បានជួបកង្កែបអញ្ចឹងណាហើយក៏បានទិញកង្កែបមួយទុកគ្រាន់តែលេងទិញកូនកង្កែបបងប្អូនកូនកង្កែបមិញដើរមេកង្កែបមិញដើរមកတဲ့កំសត់អញ្ចឹងណាខ្ញុំឲ្យកូនស្រីរបស់ខ្ញុំទិញកង្កែបមួយទុកគ្រាន់តែលេងសប្បាយអញ្ចឹងបងប្អូនហើយវីដេអូ admin បានជិតមកដល់ទីបញ្ចប់ដែរឥឡូវបងប្អូនពេលចូលមើលវីដេអូរបស់ admin កុំភ្លេចជួយ like ជួយ share ឲ្យមេដៃនិង comment ឲ្យ admin ម្នាក់មួយផងនេះ admin បថតកាមេរ៉ាផ្ដេកយ៉ាងចឹងទៅណាឃើញទេសភាពជុំវិញកន្លែងបាញ់ទឹករបស់យើងឃើញធំអញ្ចឹងបងប្អូនពិតជាធំមែនធំខ្លាំងបំផុតហើយបាញ់ទឹកហើយទូរស័ព្ទ admin នេះយ៉ាងចង់កង់ពន្លឺបន្តិចបងប្អូនថតវាមិនសូវច្បាស់ណាអធិស្ឋានផងហើយវីដេអូរបស់ admin ជិតឈានចូលមកដល់ទីបញ្ចប់មែនទែនហើយមុនមកដល់ទីបញ្ចប់ក៏បានជួបកង្កែបឲ្យកូនពៅទិញកង្កែបមួយចូលចិត្តកង្កែបកូនពៅចូលចិត្តកង្កែបពាក់មួកអញ្ចឹងណានេះកូនពៅអោបទៀតកូនពៅរបស់ខ្ញុំឥឡូវមកទិញកង្កែបឲ្យកូនពៅមួយសិនទិញឲ្យកូនពៅមួយកូនពៅចង់បានកង្កែបបងប្អូនចង់បានកង្កែបយកទៅលេងអញ្ចឹងណាហើយទិញកង្កែបឲ្យកូនពៅទុកលេងហើយប្រពន្ធខ្ញុំផ្ទៀងស្ដាប់សំឡេងថាកង្កែបមួយប្រមាណបងប្អូនស្ដាប់អត់សូវបានពីព្រោះវាឮសំឡេងទឹករំផ្ការំចាក់ជាមួយនឹងចង្វាក់ភ្លេងអញ្ចឹងណានេះកំពុងតែទិញកង្កែបហើយបានកង្កែបបន្ទាប់ពីបានកង្កែបក៏បានមើលទេសភាពបន្តទៀតដែរបងប្អូនទេសភាពនៅខេត្តកំពតយើងកូនពៅសប្បាយចិត្តមែនទែនពេលបានកង្កែបអញ្ចឹងកង្កែបរបស់យើងភ្នែកក៏ភ្លឺភ្លាកទៀតអញ្ចឹងណាក្របភ្នែករបស់វាមានភ្លើងបងប្អូនហើយទេសភាពបាញ់ទឹកអេដមីនឃើញពេលទេសភាពពេលបាញ់ទឹកអញ្ចឹងពិតជាស្រស់ស្អាតមែនបងប្អូនបាញ់លេងឡំមួយចង្វាក់ភ្លេងអញ្ចឹងពិតជាពីរោះមែនពីរោះរំដំធ្វើឲ្យយើងស្ដាប់មិនចង់ជិនណាយបងប្អូនវីដេអូ